នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាបខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃច័ន្ទទី24ខែមីនាឆ្នាំ2025នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងឯកឧត្តម ខុយ រីដាអភិបាលខេត្តពោធិ៍សាត់បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាបដែលពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលរងបណ្ដាខេត្តជុំវិញបឹងទន្លេសាបមេបញ្ជាការកងឯកភាពប្រធានស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់ឧត្តមសេនីយ៍ តូ សេង ធីរិនមេបញ្ជាការរងនាយសេនាធិការយុទ្ធភូមិភាគទី5និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាបរបស់កងទ័ពជើងគោកបានរាយការណ៍សង្ខេបអំពីលទ្ធផលបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាបក្នុងត្រីមាសទី1ឆ្នាំ2025ដោយដំណាក់កាលអនុវត្តមាន3ដំណាក់កាលជាលទ្ធផលសរុបរួមមានបំផ្លាញលោកចំនួន7225គ្រឿងស្បៃមុងគ្រប់ប្រភេទចំនួន2,8,994 ម៉ែត្រក្បាលបប្រើដោយសាច់អ៊ុយនិងស្បៃមុងចំនួន1194លោកនិងអ៊ុយចំនួន7,406មាត់លបបង្គោលចម្រឹងចំនួន5,9,071ដើមប្រឡែងត្រីចំនួន27,365គីឡូក្រាមប្រឡែងលៀសចំនួន725តោនប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីចំនួន315គ្រឿងកាំភ្លើងខ្យល់ចំនួន1ដើមដកហូតទូកចំនួន56គ្រឿងរថយន្តចំនួន2គ្រឿងម៉ាស៊ីនទូកចំនួន14គ្រឿងម៉ាស៊ីនរែងលៀសចំនួន8គ្រឿងម៉ាស៊ីនបូមខ្យល់ចំនួន4គ្រឿងកាំភ្លើងឆ្នៃចំនួន1ដើមឧបករណ៍ឆក់ត្រជាក់ចំនួន15គ្រឿងអាគុយចំនួន21គ្រាប់ឧបករណ៍អូសលៀសចំនួន1ឈុតនិងសម្ភារៈមួយចំនួនទៀតអប់រំប្រជាពលរដ្ឋអំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន1187នាក់ធ្វើកិច្ចសន្យាប្រជានេសាទចំនួន441នាក់ទូកចំនួន98គ្រឿងឃាត់ខ្លួនជនសង្ស័យចំនួន478នាក់ក្នុងនោះមានជនជាតិវៀតណាម47នាក់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្ថាប័នពាក់ព័ន្ធអាជ្ញាធរមានសមត្ថកិច្ចនិងគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាបរបស់កងទ័ពជើងគោកសម្រេចបានក្នុងការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទទាំងយប់ទាំងថ្ងៃនិងជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ដែលទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទនិងសាធារណជនគ្រប់ទិសទីនាយឧត្តមសេនីយ៍បានណែនាំឲ្យគណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទរបស់កងទ័ពជើងគោកបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តយុទ្ធនាការបង្ក្រាបអភិរក្សនិងអភិវឌ្ឍបឹងទន្លេសាបឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ដោយផ្ដោតលើកិច្ចការសំខាន់ចំនួន3ទី1បង្ក្រាបរដ្ឋបទល្មើសនេសាទគ្រប់ប្រភេទគ្រប់រូបភាពនិងគ្រប់ទម្រង់ទី2អភិរក្សនិងធានានិរន្តរភាពធនធានជលផលនិងជីវៈចម្រុះសម្រាប់កូនចៅជំនាន់ក្រោយទី3អភិវឌ្ឍបឹងទន្លេសាបដោយត្រូវចុះជួបចុះផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលជំនាញវារីវប្បកម្មដើម្បីប្រជាពលរដ្ឋអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយចីរភាពនិងការទទួលខុសត្រូវឯកឧត្តម ខុយ រីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្មរបស់កងទ័ពជើងគោកនិងស្ថាប័នពាក់ព័ន្ធដែលបានរួមគ្នាការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះនិងបដិញ្ញាគាំទ្រយុទ្ធនាការបង្ក្រាបអភិរក្សនិងអភិវឌ្ឍបឹងទន្លេសាបឲ្យបានជោគជ័យក្នុងឱកាសត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាបនេះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតមានដូចជាថវិកាទឹកក្រូចទឹកត្រីទឹកស៊ីអ៊ីវអង្ករមីស្ករសត្រីខជូនដល់បណ្ដាកងឯកភាពចំណុះគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាបរបស់កងទ័ពជើងគោកសូមជំនុំពរបងប្អូនទាំងអស់គ្នាជួយបរិច្ចាគមកខាងមន្ទីរពេទ្យគុណខបុប្ផាទាំងអស់គ្នាដើម្បីកុមារកម្ពុជាយើងចាអរគុណភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា